សួស្តីបងប្អូនទាំងអស់គ្នាឥឡូវថ្ងៃនេះខ្ញុំមកធ្វើវីដេអូបង្ហាញអំពីរបៀបយើងដកលុយពី website Lironic ណាអញ្ចឹងបន្ទាប់ពីយើង log in ចូលក្នុង CRM យើងហើយ payment method ឯវីដេអូមុនខ្ញុំបានប្រាប់ហើយណាខ្ញុំបានបង្ហាញហើយអញ្ចឹងឥឡូវបន្ទាប់ពីយើង trade ចំណេញហើយឬក៏យើងដាក់លុយហើយយើងចង់ដកវិញក៏អត់បញ្ហាដែរក្រុមហ៊ុនអត់មានកាត់សេវាយើងទេអញ្ចឹងយើង log in ហើយយើងចូលកន្លែងពាក្យ finance នេះមកបន្ទាប់មកយើងយកពាក្យកន្លែង withdrawal ហើយយើងរើសមកនេះ wallet ឬក៏ trading account អញ្ចឹង wallet នេះគឺលុយដែលយើងដាក់នៅក្នុង website ហើយយើងអត់ទាន់ដាក់ចូល trading account ទេហើយយើងរើសពី trading account ដែលយើង trade ចំណេញមកណាអញ្ចឹងថ្ងៃនេះខ្ញុំ trade ចំណេញ$54ជាងអញ្ចឹងខ្ញុំដកលុយដែលខ្ញុំ trade ចំណេញពីថ្ងៃហ្នឹងមកជាមួយនៅចុងវីដេអូខ្ញុំដាក់ប្រតិបត្តិការដែលខ្ញុំដកបានចេញពី ABA ហើយនឹងខ្ញុំដាក់ screenshot ដែលខ្ញុំ trade ចំណេញពី MT5 ឲ្យមើលអញ្ចឹងឥឡូវខ្ញុំរើសយកមកនេះខ្ញុំមាន trading account 4អញ្ចឹងណាអានេះមាន230អានេះមាន00អានេះ256អានេះ00អញ្ចឹងទៅអញ្ចឹងខ្ញុំរើសយកពីអានេះដោយសារខ្ញុំដាក់លុយ200ហើយទៅខ្ញុំ trade ចំណេញបាន$54ថ្ងៃហ្នឹងតែពីមុនមកខ្ញុំបានសល់កតុយអញ្ចឹងទៅវាបូកទៅឃើញ256នេះអញ្ចឹងខ្ញុំរើសយកអាហ្នឹងបន្ទាប់មកកន្លែង withdrawal amount អញ្ចឹងខ្ញុំដកយកតែ$55ទេហើយ withdrawal currency យើងរើសយកលុយមកថាយើងប្រភេទលុយគេអានេះ Thailand baht នៅប្រទេសថៃណានេះលុយរបស់គេផ្សេងយើងចង់រើសជា USDT យើងគេឲ្យយើងបាញ់ចូលតាម Binance ក៏បានរើសអានេះ USD ផ្សេងចឹងទៅប៉ុន្តែសម្រាប់ប្រទេសខ្មែរយើងខ្ញុំដូចជាបានណែនាំវីដេអូមុនហើយខ្ញុំឲ្យយក KUSD ណាដើម្បីឲ្យគេបាញ់យើងតាម ABA ឬក៏តាមធនាគារដែលយើងដាក់អញ្ចឹងឥឡូវខ្ញុំរើសយក KUSD បន្ទាប់មកទៀត bank account ឬក៏ e-wallet អញ្ចឹងកន្លែងនេះបង្កើតពីយើងបំពេញនៅក្នុង payment method របស់យើងអីគេកន្លែងនេះវាឲ្យយើងរើសហើយអញ្ចឹងខ្ញុំបានបំពេញយកធនាគារ ABA ពាក្យពេញវា Advance Bank of Asia អញ្ចឹងបើខ្ញុំបំពេញតែមួយវាមានតែមួយបើខ្ញុំបំពេញ2 3កន្លែងហ្នឹងវាឲ្យយើងរើសអញ្ចឹងទៅអញ្ចឹងខ្ញុំដាក់តែមួយទេបន្ទាប់មកទៀតយើងយកពាក្យ confirm អញ្ចឹងយើងបញ្ជាក់ម្ដងទៀតយើងរើសយកលុយពី wallet របស់យើងដាក់ចំនួនលុយ withdrawal amount withdrawal currency ខ្ញុំបញ្ជាក់ម្ដងទៀតរើសយក KUSD ហើយយើងរើសយកធនាគារដែលយើងបានដាក់ក្នុង payment method ហ្នឹងមកហើយនេះយើងអត់មានអីត្រូវ select ទេដោយសារ default វាមកអញ្ចឹងណាអញ្ចឹងយកពាក្យ confirm បន្ទាប់ពី confirm គេសួរយើងថា verification require ឲ្យយើងនឹងបើកយកកូដពី email គេដាក់ please verify your identity to continue អញ្ចឹងយើងយកលេខកូដពី email មកចុចកន្លែងហ្នឹងមកយើងទៅបើក email យើងចាំតិចទៀត load មកឡើយដោយសារខ្ញុំមានដកលុយដកអីច្រើនពីមុនមកណាខ្ញុំ transfer អីចឹងទៅអញ្ចឹងតិចទៀត load email ថ្មីមកបានឲ្យលេខកូដហ្នឹងមកនេះចេញមកហើយនេះ0 minute ago នេះម៉ោង 5:00 ឃើញយើងចុចដកមិញអញ្ចឹងនេះលេខកូដ6ខ្ទង់ហ្នឹងអញ្ចឹងខ្ញុំ copy ហ្មងទៅតបមកខ្ញុំយកទៅដាក់នៅក្នុង website ហ្នឹងវិញមកយើងយកពាក្យយើងវាយលេខកូដហើយយើងយកពាក្យ submit បញ្ជាក់ម្ដងទៀតកន្លែងនេះយើងឲ្យបានតែរយៈពេល2នាទីទេអញ្ចឹងលេខកូដហ្នឹងបើយឺតជាង2នាទីដាក់មកក៏អត់បានដែរណាអញ្ចឹងចុចពាក្យ submit អញ្ចឹងគេនឹង load ដាក់ថា your withdrawal request is submitted successfully អញ្ចឹងយើង request បានសម្រេចហើយគេនឹងដកលុយឲ្យយើងក្នុងរយៈពេល24ម៉ោងប៉ុន្តែគ្មានដល់24ម៉ោងទេចំការតែ5នាទីចំការតែ10នាទីផ្ញើឲ្យហើយបើយឺតចំការអាចឈានដល់កន្លះម៉ោងប៉ុន្តែបើសិនជាបងប្អូន trade ចំណេញហើយចង់ដកលុយបានភ្លាមៗតាក់ទងមកខ្ញុំពីព្រោះខ្ញុំមាន team support ដើម្បីជួយដកលុយឲ្យបានកាន់តែលឿនបើសិនក្នុងករណីចង់បានលុយប្រញាប់ណាតែបើយើងមិនប្រញាប់អីទេយើងចាំឲ្យគេផ្ញើលុយយើងតាមស្រួលមកយ៉ាងច្រើន5-10នាទីឬក៏អីហ្នឹងផ្ញើមកហើយបើយើង trade ចំណេញយើងអាសាដកលឿនមែនតើដូចខ្ញុំអញ្ចឹងចំការ5នាទីចំការ10នាទីហើយបងប្អូនជាមួយខ្ញុំដាក់ប្រតិបត្តិការ ABA ដែលគេផ្ញើលុយចូលមកនៅtrongវីដេអូហើយនឹងខ្ញុំដាក់នៅក្នុង MT5 ដែលខ្ញុំ trade ចំណេញឃើញ profit ប្រមាណហ្នឹងនៅក្នុងវីដេអូអញ្ចឹងមានចម្ងល់អីផ្សេងអាច comment នៅក្នុងវីដេអូបានហើយអាចតាក់ទងមកខ្ញុំឬក៏សួរខ្ញុំតាម Telegram អីក៏បានដែរអូខេអរគុណច្រើនជួបគ្នាវីដេអូក្រោយ